អាយដាមលោកជំទាវលោកលោកស្រីកញ្ញាសូមស្វាគមន៍ពិធីសម្ពោធជាផ្លូវការរថយន្ត Ford EcoSport 2020 Ladies and gentlemen, welcome to the official launch of Ford EcoSport 2020. ចាជាបឋមយើងខ្ញុំទាំងពីរអ្នកសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់អាយដាមលោកញ៉ាលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធជាផ្លូវការរថយន្ត Ford EcoSport 2020 So very good evening, ladies and gentlemen. Welcome to the official launch of Ford EcoSport 2020. កាន់តែពិសេសជាងនេះទៅទៀតយើងខ្ញុំទាំងពីរអ្នកក៏សូមគោរពនឹងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈគ្រប់គ្រងនៃក្រុមហ៊ុន OMA Cambodia លោកលោកស្រីនាងកញ្ញាសូមផ្ដល់នូវសម្លេងស្វាគមន៍ជូនដល់លោកងុនសាំងអគ្គនាយកនៃក្រុមហ៊ុន OMA Cambodia. So first I would like to warmly welcome Mr. Ngon Sang, Chief Executive Officer of OMA Cambodia. ចាសូមផ្ដល់នូវការស្វាគមន៍ជូនដល់លោកភីរកនសុផុនសិរីនាយកផ្នែកលក់និងទីផ្សារក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ី Pacific. Welcome Mr. Piragon Supon City, Sales and Marketing Manager, Ford Asia Pacific Emerging Market. ចាសូមសម្លេងស្វាគមន៍ជូនដល់លោកសេងវឹងនាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន OMA Cambodia. And welcome Mr. Seng Weng, General Manager, Ford OMA Cambodia. ចាដែលកាន់តែពិសេសសូមគោរពនឹងស្វាគមន៍វត្តមានរបស់អតិថិជនក៏ដូចជាប្រិយមិត្តដែលជា fan របស់រថយន្ត Ford កំពុងតែទស្សនាតាមរយៈការ live វីដេអូមួយនេះនៅលើគេហទំព័រ Facebook ជាផ្លូវការរបស់ Ford Cambodia និង OMA Cambodia បាទស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់អាយដាមលោកជំទាវអ្នកអង្គញាអស់លោកលោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនៅក្នុងរាត្រីនេះឃើញថាបរិយាកាសរបស់យើងគឺមានភាពរំភើបហើយជឿជាក់ថាអស់លោកលោកស្រីនាងកញ្ញាជាភ្ញៀវកិត្តិយសទាំងអស់គ្នាក៏ដូចជាយើងខ្ញុំទាំងពីរបាទកំពុងតែមានអារម្មណ៍រំភើបនិងទន្ទឹងរង់ចាំថាតើរថយន្តប្រភេទថ្មីរបស់យើងបាទ Ford EcoSport ឆ្នាំ2020នឹងមានអ្វីដែលថ្មីអ្វីដែលប្លែកបច្ចេកវិទ្យាទំនើបយ៉ាងណាយើងនឹងបង្ហាញជូននៅក្នុងពេលបន្តិចទៀតនេះចាអ្វីដែលនេះខ្ញុំដឹងខ្លះៗគឺថាទំនើបមែនទែនសម្រាប់រថយន្ត Ford EcoSport 2020របស់យើងគឺមានការរចនាផ្លាស់ប្ដូរទាំងផ្នែកខាងក្នុងផ្នែកខាងក្រៅបំពាក់ដោយបច្ចេកវិទ្យាដែលទំនើបចុងក្រោយគេបំផុតអញ្ចឹងសូមរងចាំតាមដានទស្សនាទាំងអស់គ្នាជាមួយនឹងពិធីសម្ពោធជាផ្លូវការរបស់យើងនៅក្នុងរាត្រីនេះបាទហើយដោយដែលបានជម្រាបជូនដល់ភ្ញៀវកិត្តិយសទាំងអស់ដោយបានកម្មវិធីយើងលើកឡើងអញ្ចឹងគឺថាថ្ងៃនេះនៅក្នុងកម្មវិធីនៃការសម្ពោធជាផ្លូវការនៅប្រភេទរថយន្ត Ford បាទ EcoSport ឆ្នាំ2020យើងនឹងមានការផ្ដល់ជូននៅបទបង្ហាញលម្អិតបាទពីអ្នកជំនាញរបស់យើងថាតើរឿងមាននៅលក្ខណៈពិសេសយ៉ាងណានិងបច្ចេកវិទ្យាយ៉ាងណានៅនីតិបន្តយើងនឹងបង្ហាញជូនឲ្យអ្វីដែលពិសេសបំផុតនៅនីតាដឹងទេគឺជាការបង្ហាញនៅរូបរាងដ៏ថ្មីស្រឡាងនិងស្រស់សង្ហារបស់រថយន្ត Ford EcoSport ឆ្នាំ2020តែម្ដងចាអរគុណដូច្នេះយើងខ្ញុំសូមបន្តនៅកម្មវិធីដ៏មានសារៈសំខាន់នៅក្នុងរាត្រីនេះចាជាកិច្ចចាប់ផ្ដើមនៃកម្មវិធីនេះខ្ញុំសូមក្រុមអញ្ជើញលោកងុនសាំងអគ្គនាយកក្រុមហ៊ុន OMA Cambodia សូមក្រុមអញ្ជើញឡើងមកកាន់វេទិកាដើម្បីមានមតិស្វាគមន៍ជូនដល់អង្គពិធីទាំងមូលសូមសម្លេងស្វាគមន៍ឲ្យខ្លាំងៗទាំងអស់គ្នាជូនដល់លោកងុនសាំង So first I would like to invite Mr. Ngon Sang, CEO of OMA Cambodia to come on stage and deliver his welcoming speech. Please welcome. បាទសូមគោរពអាយដាមលោកជំទាវអ្នកអង្គញាលោកអង្គញាលោកស្រីអ្នកនាងកញ្ញាជាអតិថិជនភ្ញៀវកិត្តិយសទាំងអស់គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន OMA Cambodia បងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីមេត្រីបាទថ្ងៃនេះក្រុមហ៊ុន OMA Cambodia មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford EcoSport ដែលជារថយន្តទំនើបនិង SUV ខ្នាតតូចមកដល់ប្រជាណាចក្រកម្ពុជាបាទឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំបាទសូមលើកពីប្រវត្តិខ្លះៗនៃក្រុមហ៊ុន OMA បាទសូមបញ្ជាក់ថាក្រុមហ៊ុន OMA មិនមែនគ្រាន់តែជាក្រុមហ៊ុនដែលនាំចូលរថយន្ត Ford មកប្រជាណាចក្រកម្ពុជាទេប៉ុន្តែយើងនាំមកនៅទំនិញផលិតផលដែលមានគុណភាពខ្ពស់តាមលក្ខណៈអន្តរជាតិមកប្រទេសកម្ពុជាយើងមានដូចជារថយន្ត Ford រថយន្ត Mark Jaguar Land Rover Range Rover
រថយន្ត10ទំនិញទុនធ្ងន់ម៉ាក Fuso គ្រឿងចក្រកសិកម្មត្រាក់ទ័រម៉ាក John Deere គ្រឿងចក្រសំណង់ម៉ាក JCB និងឧបករណ៍សម្អាតម៉ាក Haco Powerboss និង Minuteman នៅមានទំនិញជាច្រើនទៀតដូចជាទំនិញផ្នែកលើកដាក់មាន forklift ម៉ាក TCM មកពីប្រទេសជប៉ុន JLG មកពីសហរដ្ឋអាមេរិកនិងក្រុមហ៊ុនបុតសម្ព័ន្ធកុម្មុយនីសខ្មែរដែលជួយដល់ដំណោះស្រាយផ្នែកខាងវិស្វកម្មយើងក៏មានក្រុមហ៊ុនជួលរថយន្តនិងឧបករណ៍បរិក្ខារផ្សេងៗទៀតដែរគឺក្រុមហ៊ុន AVR និងមានក្រុមហ៊ុនម្ហូបអាហារក្រុមហ៊ុន EFG ដែលមាន The Pizza Company Swanson Dairy Queen Krispy Kreme Barbecue Plaza និង Coffee Club ដែលយើងនឹងបើកសម្ពោធហាង Coffee Club ជាលើកទី1នៅ Aeon Mall 1នៅថ្ងៃទី26ខាងមុខនេះបាទក្រុមហ៊ុន RMA មិនត្រឹមតែធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើងដើម្បីតែផលចំណេញប៉ុណ្ណោះទេប៉ុន្តែយើងបានចូលរួមកិច្ចការសង្គមជាច្រើនដែលមានជាអាចដូចជាការសាងសង់សាលារៀនបណ្ណាល័យជីកអណ្ដូងទឹកស្អាតជូនប្រជាជនដែលខ្វះខាតទឹកស្អាតផ្ដល់សម្ភារៈបរិក្ខារសិក្សាដល់សិស្សនៅតាមទីជនបទដាំដើមឈើជួសជុលលម្អមជ្ឈមណ្ឌលបច្ចេកទេសនានានិងចូលរួមក្នុងការថែរក្សាបរិស្ថានផងដែរបើថ្ងៃនេះក្រុមហ៊ុន RMA មានកិត្តិយសជាពិសេសដែលបាននាំមកនៅរថយន្តម៉ាក Eco Sport បាទដែលជារថយន្តមួយបាទមានតម្លៃធូរថ្លៃតម្លៃថោកហើយជារថយន្តទំនើបបាទវាគឺជាមិនត្រឹមតែជាឱកាសពិសេសទេប៉ុន្តែជាឱកាសពិសេសសម្រាប់អតិថិជនទូទៅនៅក្នុងប្រជាជាតិកម្ពុជាពីព្រោះថារថយន្ត Eco Sport បាទទី1គឺតម្លៃថោកដែលអាចឲ្យបងប្អូនគ្រប់គ្នាបាទទិញប្រើប្រាស់បានហើយបន្ថែមលើនោះទៀតយើងមានសេវាកម្មបងរំលោះដែលបងរំលោះតម្លៃទាបបំផុតហើយសហការីខ្ញុំនឹងផ្ដល់ជូនពីសេចក្តីពិស្ដារនៃការបងរំលោះបាទមួយវិញទៀតយើងឃើញថានៅក្នុងប្រជាជាតិកម្ពុជាយើងតែងតែនាំយកមកនៅរថយន្តតជុះបាទយើងហៅថារថយន្តតជុះបាទរថយន្តតជុះនេះបាទមែនតើទៅរថយន្តមួយចំនួនហ្នឹងមានន័យថាអាចកាត់តួគេនាំយកមកដើម្បីតបជាប់ឲ្យប្រើប្រាស់បាទរថយន្តតជុះមួយចំនួនទៀតគឺមានលក្ខណៈខុសបច្ចេកទេសបើលក្ខណៈខុសបច្ចេកទេសដែលនៅក្នុងប្រទេសដទៃគេអត់អនុញ្ញាតឲ្យប្រើហើយអញ្ចឹងក៏នាំចូលមកដល់ប្រទេសកម្ពុជាយើងបាទតាមការសិក្សារបស់ខាងចៃការគាត់បានបង្ហាញថាស្ទើរតែ 80% នៃរថយន្តតជុះដែលនាំចូលមកគឺមានន័យថាខ្វះលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ដើម្បីរត់នៅលើដងផ្លូវបាទអញ្ចឹងជាមួយនឹងរថយន្ត Eco Sport បងប្អូនដែលជាអតិថិជនមិនចាំបាច់មានការបារម្ភអំពីតម្លៃមិនបាច់មានការបារម្ភអំពីសុវត្ថិភាពសម្រាប់ក្រុមគ្រួសារជាទីស្រឡាញ់របស់យើងទៀតទេបាទគឺរថយន្ត Eco Sport អាចជំនួសរថយន្តតជុះទាំងអស់បានហើយខាងសហការីខ្ញុំគាត់នឹងផ្ដល់បន្ថែមពីសេចក្តីពិស្ដារនៃបច្ចេកវិទ្យារបស់រថយន្ត Eco Sport បាទអាដាមលោកជំទាវអ្នកអង្គញាលោកស្រីអ្នកនាងកញ្ញាជាអតិថិជននិងភ្ញៀវកិត្តិយសគណៈគ្រប់គ្រងបុគ្គលិក RMA បងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីមេត្រីបាទជាចុងបញ្ចប់ខ្ញុំសូមបងប្អូនទាំងអស់ទី1គឺបន្ទាប់ពីយើងបានបើករថយន្តសូមអញ្ជើញទស្សនារថយន្តឲ្យបានគ្រប់គ្នាព្រោះតែរថយន្ត Eco Sport ខ្ញុំរំលឹកឡើងវិញថាមានតម្លៃថោកដែលអាចជំនួសរថយន្តតជុះបានហើយមានបច្ចេកវិទ្យាទំនើបមានសុវត្ថិភាពខ្ពស់ដែលខុសពីរថយន្តតជុះមានយើងហៅថាអាចកាត់តួមានលក្ខណៈខុសបច្ចេកទេសដែលមិនផ្ដល់សុវត្ថិភាពគ្រប់គ្រាន់សម្រាប់មនុស្សជាទីស្រឡាញ់ឬក្រុមគ្រួសាររបស់យើងជាងរថយន្ត
Eco Sport នេះគឺមានលក្ខណៈគ្រប់គ្រាន់សម្រាប់បម្រើបងប្អូនដែលជាអតិថិជនបាទជាទីបញ្ចប់ខ្ញុំសូមជើញបងប្អូនទាំងអស់ចូលរួមក្នុងកម្មវិធីនេះឲ្យបានសប្បាយរីករាយហើយនឹងជោគជ័យគ្រប់ការងារបាទសូមអរគុណដែលបាន ចាអរគុណច្រើនចាសូមសម្លេងខ្លាំងទាំងអស់គ្នាជូនដល់លោកងុនសាំងអគ្គនាយកក្រុមហ៊ុន OFA Cambodia ចាអរគុណ បាទអរគុណឃើញថាអំបញ្ញមិញបានជួបជាមួយនឹងប្រសាសនាសម្ណាក៏ដូចជាការផ្ដល់បង្ហាញនៅប្រវត្តិខ្លះៗនៃក្រុមហ៊ុនក៏ដូចជាសកម្មភាពរបស់ក្រុមហ៊ុនបាទ OFA Cambodia ផងដែរ ចាលោកអ្នកស្រីនាងកញ្ញាកម្មវិធីបន្តទៀតនេះខ្ញុំសូមគ្រប់អញ្ជើញលោកភីរកនសុផុនសេរីនាយកផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ford ប្រចាំនៅតំបន់អាស៊ី Pacific សូមគ្រប់អញ្ជើញឡើងមកកាន់វេទិកានិងមានមតិស្វាគមន៍ជូនដល់អង្គពិធីទាំងមូលសូមសម្លេងអបអរសាទរ So up next, I'm pleased to invite Mr. Pirakon Soponsiri, Sales and Marketing Manager of Ford Asia Pacific and Emerging Market to come on stage and deliver his welcoming speech. Please welcome. So today, good evening, ladies and gentlemen. My name is Pirakon Soponsiri, or you can call me Pete, Marketing and Sales Manager for Asia Pacific and Emerging Market. I'm extremely excited to be here today for the arrival of the latest Ford in our lineup, the new Ford EcoSport in Cambodia. The arrival of the EcoSport marks a key moment for Ford here in Cambodia. Thanks to the tireless work of RMA Cambodia team, who put into promoting and selling the Ranger Wildtrak, and the many thousands of customers who discover new love for Ford truck that built for tough. We are on target for a 300% increased sale for 2019. The introduction of Ford EcoSport will now expand our customer into an entirely new segment in Cambodia. Smart, stylish, sophisticated, versatile, and powerful. The EcoSport help design to help you do more. Go anywhere and make the most of your life. The EcoSport is designed to help you do more, embraced by customers throughout Asia Pacific region and country in diversity and demanding as Vietnam, Taiwan, India, Philippines, Laos, Myanmar, and now in Cambodia. The model year EcoSport 2020, which will be available in Cambodia, is powered by the latest version of multi-award winning 1-liter EcoBoost engine. The engine is designed to deliver the kind of energy you need, the power that your exploration of the city street and country road, while also deliver unrivaled level of refinement and economy. In fact, the EcoSport bristled with energy. The exterior design is always ready for action, and the spacious, well-appointed interior flip, fold, and fits everyone and everything. I'm sure you will enjoy discovering the EcoSport fun side for later this evening. The EcoSport heralds a new phase of product launch for Ford in Cambodia. We are looking forward for bringing a whole host of new vehicles into the country to help give Ford customers much wider choice. We have already made plans to introduce new Ford Ranger Raptor, incredible Ranger Wildtrak, and new Everest SUV with 2-liter Panther twin-turbo diesel in the coming months, as well as the new Ford Kuga and new Ford Expedition SUV type, and many other exciting products for this market. At the end, I'd like to thank everyone here for attending. I'd like to thank Mr. Sang, Mr. Wang, and RMA team to organize such a wonderful event tonight. I'd like to thank our Red Dot members who are our representatives sharing for product information to their friends, their neighbor, and their relative. And last អរគុណណាស់បាទជាកិត្តិយសបាទជាថ្មីម្ដងទៀតរបស់ខ្ញុំបាទសវណ្ណដេតបាទដែលជាទីប្រឹក្សាផ្នែកលក់ផ្ទាល់ប្រចាំក្រុមហ៊ុន RMA Ford Cambodia
ហើយរថយន្តបាទ EQ Sport ដែលនៅចិត្តខ្ញុំបាទនេះស្រឡាញ់មែនតើកំពុងតែរកបាទវិធីសាស្ត្រដើម្បីទទួលបានវាបាទអូខេយើងឃើញថាឆ្នាំ2019នេះ AMA Cambodia បាទមានកិត្តិយសបាននាំចូលនៅរថយន្តមួយប្រភេទដែលធានាថាសំចៃទំនើបបាទឆ្លាតវៃក៏ដូចជាបាទអាចបត់បែនគ្រប់កលៈទេសៈបាទហើយយើងឃើញថាឱកាសនៃការប្រឡងបាទសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទើបតែបញ្ចប់ទៅថ្មីសង្ឃឹមថាបាទលោកឪពុកអ្នកម្ដាយកំពុងតែស្វែងរកបាទកាដូបាទជាទីគាប់ចិត្តបាទទៅដល់បុត្រធីតារបស់លោកអ្នកដែលទើបតែនឹងប្រឡងបាទទីទៀតចេញលទ្ធផលហើយសង្ឃឹមថានេះគឺជាជំរើសទី1នៃកាដូរបស់បាទបុត្រធីតារបស់លោកអ្នកបាទដូច្នេះចូលមកដល់បាទបទបង្ហាញរបស់ខ្ញុំបាទអំពីរថយន្ត Ford EcoSport ស៊េរីឆ្នាំ2020បាទសូមស្លាយបន្ទាប់បាទជាមួយនឹងរថយន្ត Ford EcoSport ស៊េរីឆ្នាំ2020ត្រូវបានបំពាក់ដោយបាទម៉ាស៊ីនថ្មីដែលឲ្យឈ្មោះថា EcoBoost ម៉ាស៊ីន EcoBoost គឺជាបាទប្រភេទម៉ាស៊ីនតែមួយគត់របស់ Ford ដែលផ្ដល់ជូននៅកម្លាំងខ្លាំងទ្វេដងពីព្រោះថា EcoSport ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងដែលមានកម្លាំងត្រឹមតែ 1.0 តែ3ម៉ាស៊ីនទេសឹងតែមិនគួរឲ្យជឿសម្រាប់រថយន្តទូទៅរថយន្តដែលមានបាទទំហំ3ម៉ាស៊ីនឬក៏1ស៊ីឡាំងអាចផ្ដល់ជូនកម្លាំងសេះត្រឹមតែ60សេះទេប៉ុន្តែសម្រាប់រថយន្ត Ford EcoSport របស់យើងបាទយើងឃើញថាកម្លាំងសេះឡើងរហូតដល់ទៅ125សេះបាទដែលកម្លាំងនេះគិតទៅសម្រាប់ឧទាហរណ៍ថាបើសិនជាម៉ាស៊ីនរថយន្តទូទៅទម្រាំទៅបាន125សេះយ៉ាងហោចណាស់ក៏ម៉ាស៊ីន 2.4 ម៉ាស៊ីនដែរប៉ុន្តែសម្រាប់រថយន្ត Ford របស់យើងតែ1ចុចទេ3ស៊ីឡាំងទេប៉ុន្តែបំពាក់ដោយកម្លាំងសេះបានរហូតដល់ទៅ125ហើយសម្រាប់ខ្ញុំបាទផ្ទាល់ធ្លាប់បានតេស្តនៅរថយន្តនេះផ្ទាល់អត់ខ្សោយទេប្រិមត្តទស្សនិកជនអត់ខ្សោយទេខ្ញុំបាទសាកតេស្តឡើងក្នុងការបើកបរឡើងពីល្បឿន0ទៅដល់100គីឡូម៉ែត្រក្នុង1ម៉ោងចំណាយរយៈពេលត្រឹមតែ8វិនាទីទេសឹងតែដូចឡានស្ពណ៌អញ្ចឹងបាទហើយគុណសម្បត្តិនៃម៉ាស៊ីនថ្មីរបស់យើងកាលណាម៉ាស៊ីនទូចបែបនេះការបង់ពន្ធនាំចូលក៏ធូរតម្លៃរថយន្តក៏ធូរការស៊ីសាំងក៏តិចហើយការបង់ពន្ធផ្លូវក៏តិចដែរបាទលើសពីនេះទៅទៀតបាទការបំពាក់ជូននៅម៉ាស៊ីនថ្មីនេះគឺការសន្សំសំចៃនិងកាត់បន្ថយការប៉ះពាល់ទៅដល់បរិស្ថានពីព្រោះថាម៉ាស៊ីន EcoBoost របស់យើងគឺបានបំពាក់ដោយ emission system យើងគ្រប់គ្នាស្រឡាញ់បរិស្ថានមែនទេយើងស្រឡាញ់បរិស្ថានទាំងអស់គ្នាទេបាទការដែលស្រឡាញ់បរិស្ថានមិនមែនស្ដែងចេញតាមរយៈការនិយាយថាស្រឡាញ់ទេត្រូវធ្វើសកម្មភាពអីមួយប៉ុន្តែសម្រាប់រថយន្ត Ford របស់យើងត្រូវបានបំពាក់ដោយ emission system ក្នុងការកាត់បន្ថយនៃឧស្ម័ន CO2 ឧស្ម័នកាបូនិកបានន័យថាឧស្ម័នកាបូនិកដែលបញ្ចេញពីរថយន្ត Ford EcoSport តិចជាងបាទតិចជាងរថយន្តទូទៅព្រោះរងថ្ងៃមានការបំពុលច្រើនណាស់ប៉ុន្តែតើតើ EcoSport នេះបានបាទកាត់បន្ថយនៃឧស្ម័ន CO2 អញ្ចឹងបានន័យថាការស្រឡាញ់បរិស្ថានប្រើប្រាស់រថយន្ត Ford EcoSport បាទការពារនៅបរិស្ថានចំណុចបន្ទាប់ទាក់ទងនឹងការសន្សំសំចៃខ្ញុំបានសូមបង្ហាញជូននៅ case ជាក់ស្ដែងនៃការបើកបរមួយបាទនេះសម្រាប់រថយន្ត Ford EcoSport បាទពីរោងចក្រត្រូវបានកំណត់ថាការប្រើប្រាស់សាំងក្នុង100គីឡូម៉ែត្រក្នុងការបើកបរនៅល្បឿនថេរ80គីឡូម៉ែត្រក្នុង1ម៉ោងពីរោងចក្រតែម្ដងគឺ6.7 លីត្រក្នុង100គីឡូម៉ែត្រដូច្នេះពួកខ្ញុំចង់ដឹងថាឥឡូវតើការតេស្តពីរោងចក្រហ្នឹងត្រូវឬអត់ឥឡូវពួកខ្ញុំបានធ្វើការតេស្តជាក់ស្ដែងតែម្ដងទី1បាទអ្នកជំនាញរបស់យើងត្រូវបានបើកបរនៅរថយន្ត Ford EcoSport ទៅខេត្តតាកែវយើងបើកបរបាទក្នុងចម្ងាយ119គីឡូម៉ែត្របាទដោយល្បឿនបាទ124គីឡូម៉ែត្រហើយយើងរត់ក្នុងល្បឿនចល័តអាចថាពេលខ្លះយើងរត់ឡើងដល់100ពេលខ្លះ80ពេលខ្លះ90ហើយពេលខ្លះឡើងដល់140គីឡូម៉ែត្រក្នុង1ម៉ោងបាទការបើកបរចំណាយរយៈពេល10ម៉ោងពីវត្តភ្នំទៅជិះតាមផ្លូវជាតិលេខ6អញ្ចឹងក្នុង624គីឡូចំណាយសាំងអស់តែ45.4លីត្រទេអញ្ចឹងទាញមកវិញបាទស្មើនឹង7បាទ.2លីត្របានន័យថា100គីឡូចំណាយក្នុងការស៊ីសាំងហ្នឹងត្រឹមតែ7លីត្រទេបាទអញ្ចឹងសរុបមកវិញបាទការបើកបរនៅ highway ផ្លូវខេត្តបាទផ្លូវ highway ហ្នឹងគឺសន្សំសំចៃមែនទែនរែងនៃការប្រើប្រាស់ត្រឹមចន្លោះពី 5.88 ទៅ 7.2 លីត្របាទយើងឃើញថាការសន្សំសំចៃនេះជួយសេដ្ឋកិច្ចបាទទាំងអស់គ្នាបាទខ្ញុំបានសូមបញ្ជាក់បាទអំពីការរចនាបាទផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងថ្មងបាទដ៏ស្រស់ស្អាត
ឆ្នាំ2020បាទ Eco Sport បាទត្រូវបានរចនារូបរាងថ្មីទាំងស្រុងនៅផ្នែកខាងមុខបាទយើងបានបំពាក់បាទជាមួយនឹងបាទចង្គៀងគុជបាទ HID ក៏ដូចជាអំពូល LED យើងក៏មានបំពាក់បាទនៅប្រព័ន្ធ sensor ផ្នែកខាងមុខបាទក៏ដូចជាផ្នែកខាងក្រោយរហូតដល់ទៅ8គ្រាប់តាក់ទងនឹង sensor បាទប្រិមិត្តទាំងអស់គ្នាជ្រាបច្បាស់ទេអ្វីទៅជា sensor sensor គឺដូចជាវិញ្ញាណរបស់រថយន្តអញ្ចឹងខ្ញុំបាទសូមលើកឧទាហរណ៍ក៏ដូចជា case ជាក់ស្ដែងមួយអ្នកខ្លះគាត់ថា sensor អត់សូវមានប្រយោជន៍ទេគ្រាន់តែលោតតែសំឡេងដូចជាមិនសូវជាមានប្រយោជន៍ប៉ុន្តែខ្ញុំសូមលើកករណីមួយ3ខែមុនមានអតិថិជនរបស់ខ្ញុំម្នាក់គាត់ទៅធ្វើថ្មិញនៅពេលដែលគាត់ទៅធ្វើថ្មិញមកឡានរបស់គាត់មាន sensor គាត់ចេញពីធ្វើថ្មិញគាត់ឡើងបើកបររថយន្តរបស់គាត់ឡើងបើកបររថយន្តរបស់គាត់ហ្នឹងគាត់មើលមកជុំហើយគាត់ឡើងទៅជិះហើយគាត់អត់មានឃើញមានអីនៅជុំវិញឡានទេគាត់ឡើងទៅជិះប៉ុន្តែពេលឡើងទៅដល់ទៅ sensor នោះវាចេះតែស្រែកតែមើលជុំវិញឡានអត់មានឃើញអីទេបាទចុះមកពីឡានមកមើលមួយសារទៀតស្រាប់តែអើទៅក្រោមរថយន្តឃើញមានមនុស្សវិកលចរិតមនុស្សឈួត2នាក់បាទគាត់ដេកនៅក្រោមឡានបាទអញ្ចឹងបានគាត់ថាអូបើសិនជាអត់មាន sensor ពេលហ្នឹងទេប្រហែលជាគាត់ត្រូវបើកឲ្យកិន2នាក់ហ្នឹងហើយបាទអញ្ចឹងទាញមកវិញ sensor ដូចជាវិញ្ញាណអញ្ចឹងបានន័យថារំលឹកដាស់យើងឲ្យយើងដឹងថាមានអីនៅជិតឡានយើងមានអីនៅក្រោមឡានយើងបាទអញ្ចឹងយើងបានបំពាក់រហូតដល់ទៅ8គ្រាប់បាទបន្តមកទៀតផ្លិតទឹកក៏ជាផ្លិតទឹកអូតូម៉ាទិកបក់ដោយស្វ័យប្រវត្តិហើយអ្វីដែលកាន់តែពិសេសនោះគឺបាទចេញចូលរថយន្តដោយអត់ចាំបាច់ប្រើសោទេចុចនៅលើដៃទ្វារដើម្បីឡុកសោចុចដើម្បីលើដៃទ្វារដើម្បីដោះសោមកវិញកាន់តែមានភាពងាយស្រួលផងដែរបាទវ៉ាវតកតូននឹងការរចនាផ្នែកខាងក្នុងរបស់រថយន្ត Ford EcoSport Series ថ្មីឆ្នាំ2020ក៏ត្រូវបានកែប្រែថ្មីទាំងស្រុងផងដែរស្អាតណាស់ប្រិមត្តទស្សនិកជនធំទូលាយហើយផ្នែកខាងក្នុងបំពាក់ទៅដោយកៅអីស្បែក highlight ពណ៌ទៅដោះគោសម្បីតែខ្ញុំបានហ្នឹងក៏ពេញចិត្តណាស់ដែរបាទតែនៅមិនទាន់អស់ទេខ្ញុំបាននៅបង្ហាញជូនបន្តទៅទៀតបាទ slide បន្ទាប់បាទកៅអីជួរទី2ផ្នែកខាងក្រោយយើងឃើញថា EcoSport ជារថយន្តបាទដែលមានចំនួន5កៅអីអញ្ចឹងសម្រាប់ផ្នែកខាងក្រោយអាចធ្វើការបត់បានបាទជាយើងអាចដាក់អីវ៉ាន់បានច្រើននៅពេលដែលយើងទៅខេត្តហើយលើពីនេះទៅទៀតដូចខ្ញុំបានបញ្ជាក់ជូនមិញហ្នឹងគឺកៅអីស្បែកទំនើបមានភាពស្រស់ស្អាតបាទអូខេចំណុចនេះបងប្រុសគាត់ប្រកាសជាពេញចិត្តហើយគាត់ប្រកាសជាស្គាល់ថានេះគឺជាអីបាទជាទូទៅរថយន្ត Ford EcoSport គឺជារថយន្តប្រភេទលេខអូតូប៉ុន្តែក៏យើងអាចប្រើប្រាស់នៅបាទគេហៅថាប្រព័ន្ធ semi auto ដែលដើរតួនាទីដូចជាលេខដៃអញ្ចឹងហើយជាក់ស្ដែងការដូរលេខបាទការដូរលេខជាទូទៅគេដូរនៅលើដៃចង្កូតនៅពេលដែលយើងចូលលេខដៃហ្នឹងគឺយើងដូរនៅលើដៃចង្កូតបាទឥឡូវនេះ EcoSport ក៏មានបំពាក់ដែរដូចជាឡាន Sport អញ្ចឹងអាចដូរលេខនៅលើដៃចង្កូតបានការដូរលេខហ្នឹងគឺយើងប្រើប្រាស់ដូចជាលេខដៃអញ្ចឹងយើងចូលលេខ1លេខ2លេខ3លេខ4លេខ5រហូតដល់លេខ6ចង់ដកលេខចង់សាងលេខទៅលើដៃចង្កូតផ្ទាល់ផងដែរសម្រាប់លុយមែនតើអញ្ចឹងឥឡូវយើងដូរលេខនៅលើដៃចង្កូតដូចឡាន Sport អញ្ចឹងអត់ចាញ់ឡាន Sport ទេប្រិមិត្តទស្សនិកជនបាទបន្តមកទៀតចំណុចនេះក៏ជាចំណុចតាក់ទាញសម្រាប់បងនារីដែលសារ Ford EcoSport របស់យើងបានបំពាក់ជាមួយនឹងចង្កូតអេឡិចត្រូនិកអ្វីទៅជាចង្កូតអេឡិចត្រូនិកជាទូទៅរថយន្តយើងទូទៅគេហៅថាប្រើប្រាស់នៅចង្កូតបូមប្រេងហើយចង្កូតបូមប្រេងមានអារម្មណ៍ថាតឹងការបើកបរការបត់ហ្នឹងតឹងណាប៉ុន្តែសម្រាប់រថយន្ត Ford EcoSport បានបំពាក់ជាមួយនឹងប្រព័ន្ធចង្កូតអេឡិចត្រូនិកមានភាពធូរក្នុងការបើកបរយើងជិះកាន់តែយឺតបួងកាន់តែយឺតកាន់តែធូរប៉ុន្តែនៅពេលដែលយើងជិះកាន់តែលឿនចង្កូតនឹងបន្តឹងកាន់តែតឹងកាន់តែតឹងដើម្បីជួយទប់លំនឹងមួយទៀតចង្កូតអេឡិចត្រូនិកជួយទប់លំនឹងបានល្អពីព្រោះអីនៅពេលដែលការបើកបរនៅផ្លូវកោងផ្លូវផ្អៀងផ្លូវកលិចកលុបក៏ចង្កូតអត់ផ្អៀងអត់រេតាមដែរអញ្ចឹងទាំងបងបរោះទាំងបងនារីក៏កាន់តែមានភាពងាយស្រួលផងដែរបាទ Far Code Auto បាទចំណុចនេះបាទ simple ទេបាទ slide បន្ទាប់ទៀត Ford EcoSport Series ឆ្នាំ2020បានបំពាក់ដោយជាមួយបច្ចេកវិទ្យា Sync 3បាទចំនួនថ្មីជាមួយនឹងអេក្រង់ Touch Screen 8 inch ខ្ញុំបានធានាថាអេក្រង់ថ្មីរបស់ Ford EcoSport ច្បាស់ណាស់រស់រវើកណាស់បជាលឿនរហ័សមែនទែនហើយបញ្ចប់ភ្ជាប់ជាមួយនឹង function ជាច្រើនក្នុងការបញ្ជាបាទយើងអាចធ្វើការបញ្ជាដោយសំឡេងឧទាហរណ៍ថាឥឡូវខ្ញុំចង់ call ទៅនរណាម្នាក់ឧទាហរណ៍ឥឡូវខ្ញុំបានឈ្មោះសវណ្ណដេតហើយបើសិនជាប្រិមិត្ត save ឈ្មោះខ្ញុំក្នុងទូរស័ព្ទ save ដាក់ថាសវណ្ណដេតអញ្ចឹងនៅពេលដែលប្រិមិត្តចង់ធ្វើការពុកពេលកំពុងតែបើកបរហ្នឹងចង់ធ្វើការ call មកខ្ញុំបាទអត់ចាំបាច់ធ្វើអីទេចុចលើចង្កូតមួយហើយនិយាយថា call សវណ្ណដេតទេមកខ្ញុំតែម្ដង
អត់បាច់លើកទូរស័ព្ទនិយាយឲ្យបលីផាអីបាទចំណុចនេះពិសេសមែនតើចង្កូតបាទអញ្ចឹងមានភាពងាយបាទយើងឃើញថាជាទូទៅបាទរថយន្តខ្នាតតូចភាគច្រើនមានពងតែ2ទេបាទជាមធ្យមនេះខ្ញុំឃើញថារថយន្តទូចហ្នឹងមានពងសុវត្ថិភាពតែ2ទេប៉ុន្តែសម្រាប់រថយន្ត Ford EcoSport បំពាក់ដោយពងសុវត្ថិភាពជុំវិញរថយន្តរហូតដល់ទៅ6គ្រាប់ឯណោះបាទលើសពីនេះទៅទៀតយើងបានបំពាក់ជាមួយនឹងបាទប្រព័ន្ធ Smart Key ឆិតបញ្ឆេះដោយពុំចាំបាច់ប្រើសោបាទហើយកាន់តែពិសេសខ្ញុំបាទជឿថាប្រិមិត្តតែងតែបារម្ភជិះឡានទូចនៅក្នុងក្រុងខ្លាចលោលិចទឹកបាទខ្លាចលោអលុតម៉ាស៊ីនខ្លាចលោមានបញ្ហានៅពេលភ្លៀងប៉ុន្តែសម្រាប់ EcoSport បាទកម្ពស់រហូតដល់ទៅ209មីលីម៉ែត្រជាងពីទឹកកម្ពស់នេះកម្ពស់ពីបាតដីមកបាតឡានអញ្ចឹងរថយន្តនេះអាចចុះទឹកបានកន្លះម៉ែត្រដោយអត់អលុតម៉ាស៊ីនបាទខ្ញុំបាទធ្លាប់តេស្តហើយកន្លះម៉ែត្រដោយអត់អលុតម៉ាស៊ីនទេបាទអញ្ចឹងអត់បារម្ភនៅការបើកបរនៅពេលផ្លូវភ្លៀងពេលលិចទឹកជាដើមបាទវ៉ាវបាទសម្រាប់ឆ្នាំនេះក៏បានបំពាក់ជូនជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយមួយគ្រាប់បាទហើយកាមេរ៉ារបស់យើងអាចធ្វើការ zoom ចង់បានរូបភាពតូចចង់បានរូបភាពធំបានតាមចិត្តបាទជាមួយនឹង sensor ជំនួយចូលចតនៅផ្នែកខាងក្រោយចូលមកដល់បាទប្រព័ន្ធសុវត្ថិភាពខ្ញុំបាទសរសើរមែនទែនថារថយន្តខ្នាតទូចបែបនេះតែក៏មិនភ្លេចបាទក្នុងការបំពាក់ជូននៅប្រព័ន្ធសុវត្ថិភាពជាច្រើនក៏ដូចជាចាំបាច់និងសំខាន់មានដូចជាប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធហ្វ្រាំង EBD និងប្រព័ន្ធ ESP គឺប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោងនិងរអិលប្រិមិត្តប្រកាសជាស្គាល់ដែរអ្វីទៅជារថយន្តជាប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធហ្វ្រាំង ABS យើងឃើញថាគឺជាប្រព័ន្ធចាប់ហ្វ្រាំងមួយដែលធ្វើឲ្យការចាប់ហ្វ្រាំងរបស់យើងកាន់តែមានប្រសិទ្ធភាពរថយន្តដែលមាន ABS ទី1នៅពេលដែលយើងជន់ហ្វ្រាំងធ្វើឲ្យកង់របស់យើងអត់ឡុកជាប់ទេចង្កូតរបស់យើងនៅតែអាចបញ្ជាកិច្ចពីឧបសគ្គបាទតើតើនៅប្រព័ន្ធ EBD គឺជាប្រព័ន្ធបែងចែកកម្លាំងនៃការចាប់ហ្វ្រាំងឧទាហរណ៍ឡានយើងមានមនុស្ស3នាក់អង្គុយនៅផ្នែកខាងស្ដាំមានតែម្នាក់ទេអង្គុយផ្នែកខាងឆ្វេងអញ្ចឹងប្រកាសជាផ្នែកខាងស្ដាំធ្ងន់ជាងផ្នែកខាងឆ្វេងអញ្ចឹងនៅពេលដែលយើងចាប់ហ្វ្រាំងប្រកាសជាទាញទៅផ្នែកខាងស្ដាំហើយបើសិនជាអត់មាន EBD ទេនៅពេលដែលយើងចាប់ហ្វ្រាំងរថយន្តនឹងទាញទៅផ្នែកខាងស្ដាំដោយសារថាផ្នែកខាងស្ដាំគឺមានមនុស្សអង្គុយច្រើនជាងទម្ងន់ធ្ងន់ជាងប៉ុន្តែសម្រាប់ប្រព័ន្ធ EBD នឹងជួយទប់លំនឹងមិនថាខាងនេះធ្ងន់ជាងមិនថាខាងនេះធ្ងន់ជាងចាប់ហ្វ្រាំងទៅផ្ដល់ជូននៅលំនឹងស្មើគ្នា 50% បាទក៏ដូចជាប្រព័ន្ធ ESP គឺប្រព័ន្ធទប់លំនឹងការបើកបរផ្លូវកោងផ្លូវរអិលគឺកាន់តែមានលំនឹងបាទនេះគឺជាវីដេអូបង្ហាញអំពីបាទប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Ford EcoSport ហើយក៏មានបំពាក់ជូននៅប្រព័ន្ធទប់លំនឹងនៅពេលធ្វើការឡើងចំណោតបាទជាទូទៅរថយន្តយើងទូទៅនៅពេលដែលយើងធ្វើការឡើងចំណោតអញ្ចឹងប្រិមិត្តប្រកាសជាជន់ហ្វ្រាំងឲ្យជាប់បាទអត់ហ៊ានដកជើងចេញពីហ្វ្រាំងទេព្រោះតែកាលណាដកជើងចេញពីហ្វ្រាំងរថយន្តអកស្រើអាយ៉ែល្អិលប៉ះទៅខាងក្រោយអាចប៉ះនៅរថយន្តផ្នែកខាងក្រោយប៉ុន្តែសម្រាប់រថយន្ត Ford EcoSport ក្នុងរយៈពេល3វិនាទីបើទោះជាយើងអត់ជន់ហ្វ្រាំងលើទួលចឹងក៏ដោយក៏រថយន្តអត់អកស្រើល្អិលប៉ះរថយន្តខាងក្រោយដែររថយន្តប្រព័ន្ធហ្វ្រាំងរបស់រថយន្តនឹងទប់រថយន្តជាប់បាទ3វិនាទីល្មមបាទសមរម្យសម្រាប់យើងដកជើងពីបាទហ្វ្រាំងទៅជន់ហ្គាអញ្ចឹងអត់អកស្រើមកក្រោយក៏អត់ជ្រុលទៅប៉ះអ្នកខាងមុខដែរនេះគឺជាប្រព័ន្ធមួយដ៏ពិសេសសម្រាប់ការបើកបរនៅក្នុងទីក្រុងផងដែរបាទចំណុចបន្តទៀតយើងឃើញថារថយន្តនេះមើលទៅផ្នែកខាងក្រៅដូចជាមិនធំខ្លាំងទេប៉ុន្តែផ្នែកខាងក្នុងមានកន្លែងបាទដាក់សម្ភារៈរហូតដល់ទៅ25កន្លែងឯណោះបាទអញ្ចឹងការធ្វើដំណើរផ្លូវឆ្ងាយបាទយើងមានកន្លែងច្រើនក្នុងការដាក់នៅសម្ភារៈបាទនេះជាការបញ្ចប់នៅការបង្ហាញជូននៅលក្ខណៈពិសេសក៏ដូចជាប្រព័ន្ធសុវត្ថិភាពចូលដល់ការបង្ហាញជូនបាទនៅលក្ខណៈពិសេសផ្នែកខាងក្រៅបាទ EcoSport Series ថ្មីរបស់យើងបានបំពាក់ជូននៅយ៉ាន់អាលុយមីញ៉ុមដែលមានទំហំ17អ៊ីងហើយសម្រាប់បាទជម្រើសពូកស្បែកខាងក្នុងប្រិមិត្តអាចធ្វើការរើសបានយើងមានជម្រើសពូកស្បែកខាងក្នុងពណ៌ខ្មៅក៏ដូចជាជម្រើសពូកស្បែកខាងក្នុងពណ៌ទឹកដោះគោបាទអញ្ចឹងមាន2ជម្រើសចែកជូនទៅដល់ប្រិមិត្តទស្សនិកជនបាទតាក់ទងនឹងជម្រើសពណ៌យើងគេថាមានជម្រើសពណ៌សម្បូរបែបមែនតើបាទមានរហូតដល់ទៅ7ពណ៌បាទទី1គឺយើងមានពណ៌ខ្មៅបាទខ្មៅរលោងតែម្ដងទី2មានពណ៌ប្រផេះបាទទី3មានពណ៌ទឹកប្រាក់ទី4គឺពណ៌សបាទទី5គឺពណ៌ក្រហមទី
ទី6ពណ៌ទឹកក្រូចនិងចុងក្រោយគឺពណ៌បាទទឹកប៊ិចឬក៏ហៅថាពណ៌ខៀវបាទសូមស្លាយបន្ទាប់សូមជម្រើសបងរំលោះសូមស្លាយបន្ទាប់ជម្រើសបងរំលោះបាទនេះចុងក្រោយបាទអ្វីដែលយើងទន្ទឹងរង់ចាំយើងចង់ដឹងថាអូខេរថយន្តនេះមានតម្លៃប៉ុន្មានឥឡូវនេះយើងឃើញថាស៊េរីថ្មីឆ្នាំ2020បច្ចេកវិទ្យាល្អប៉ុណ្ណឹងសុវត្ថិភាពប៉ុណ្ណឹងតើតម្លៃប៉ុន្មានបាទរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ2020បាននាំចូលហើយត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃត្រឹមតែ$29,900តែប៉ុណ្ណោះបាទហើយកាន់តែងាយស្រួលបាទសម្រាប់ប្រិយមិត្តទស្សនិកជនក្នុងការបាទធ្វើការបង់រំលោះពីព្រោះក្រុមហ៊ុន Ford បានសហការជាមួយនឹងដៃគូធនាគារដ៏ល្អយើងបានផ្ដល់ជូននូវលក្ខខណ្ឌដ៏ងាយស្រួលមែនទែនបាទអាចបង់មុនត្រឹមតែ$5,980តែប៉ុណ្ណោះស្មើនឹង 20% នៃតម្លៃឡានបាទបន្ទាប់មកយើងអាចធ្វើការបង់រំលោះបានរហូតដល់ទៅ7ឆ្នាំហើយមួយខែយើងបង់តែ$397ទេវ៉ាវធូរមែនទែនហើយត្រង់ចំណុចនេះខ្ញុំបានចង់ចែកជូនបាទនៅ message មួយទៅដល់អ្នកទាំងអស់គ្នាថាហេតុអីឥឡូវនេះរថយន្តយើងបាទស៊េរីថ្មី2020ងាយស្រួលណាស់តែ$5,980ទេអាចទទួលបានរថយន្តថ្មីទៅហើយរឿងអីដែលនៅប្រើរថយន្តមកទឹកទៀតរឿងអីដែលត្រូវបន្ថយទៀតបាទរឿងអីដែលត្រូវនាំជាងទៅមើលជើងក្រោយទៅឆែកមើលម៉ាស៊ីនចង់ដឹងឡានហ្នឹងកាត់តឬអត់ហើយបាទទ្រាំប្រើនៅរថយន្តចាស់ទៀតបាទរថយន្តថ្មីល្អប៉ុណ្ណឹងតម្លៃធូរប៉ុណ្ណឹងលក្ខខណ្ឌនៃការបង់រំលោះធូរប៉ុណ្ណឹងនោះបាទអញ្ចឹងបាទអរគុណមែនតើបាទអញ្ចឹងរាល់ការជាវនៅរថយន្ត Ford បាទពីក្រុមហ៊ុនមានការធានាត្រឹមត្រូវពីរោងចក្រហើយបានផ្ដល់ជូននៅជម្រើសបង់រំលោះក៏ដូចជាការផ្ដល់ជូននៅសេវាកម្មជាច្រើនពីក្រុមហ៊ុនបាទដូច្នេះការធ្វើបទបង្ហាញរបស់ខ្ញុំត្រូវបានបញ្ចប់ទៅត្រឹមនេះសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងបាទនៅទីប្រឹក្សាផ្នែកលក់បាទដែលនៅចិត្តលោកអ្នកទាំងអស់គ្នាបាទសូមទទួលបានបាទភាពរីករាយក្នុងការពិសានៅអាហារពេលល្ងាចទាំងអស់គ្នាសូមអរគុណច្រើនមែនទែនចាសូមសម្លេងខ្លាំងទាំងអស់គ្នាជូនដល់លោកហាក់សវណ្ណដេតចាទីប្រឹក្សាផ្នែកលក់រថយន្ត Ford របស់ក្រុមហ៊ុន OMA Cambodia បាទអរគុណអញ្ចឹងឃើញថាបទបង្ហាញពីសំណាក់លោកវ៉ាន់ដេនបាយមិញបានបង្ហាញយ៉ាងលម្អិតអំពីបាទលក្ខណៈពិសេសក៏ដូចជាបច្ចេកវិទ្យាថ្មីបាទគឺថាពិតជាអស្ចារ្យមែនទែនសម្រាប់ការផ្ដល់ជូនតាមរយៈរថយន្ត Ford EcoSport ឆ្នាំ2020របស់យើងចាពិសេសនេះគឺភាពតាក់ទាញចានៅក្នុងការធ្វើអត្ថាធិប្បាយនឹងតែម្ដងដែលតាក់ទងជាមួយនឹងបទបង្ហាញចានិយាយទៅគឺត្រូវជាមួយនឹងចាលោកប៉ាអ្នកម៉ាក់ដែលគាត់មានកូនទៅតែប្រឡងបាក់ដប់ហើយកដោមួយរឿងអីមិនបានចាឡើង2020នេះហើយតម្លៃវិញតែ20000ជាងទេចាតម្លៃពិសេសមែនទែនពិសេសហ្នឹងគឺជាមួយនឹងគេហៅថាលក្ខណៈពិសេសរបស់ Ford EcoSport 2020របស់យើងដែលធ្វើឲ្យភ្ញៀវគិតយល់ទាំងអស់គ្នាគឺទឹកការទប់ចិត្តមិនជាប់ចាបាទអរគុណអញ្ចឹងបាយមិញភ្ញៀវគិតយល់ទាំងអស់បានទទួលនៅបទបង្ហាញអំពីលក្ខណៈពិសេសក៏ដូចជាបច្ចេកវិទ្យាថ្មីរបស់ Ford EcoSport ឆ្នាំ2020រួចមកហើយនៅឡើយតែរូបរាងដ៏ស្រស់សង្ហានិងថ្មីស្រឡាងដែលយើងនៅបង្ហាញនៅក្នុងពេលបន្តិចនេះចង់សួរដល់ភ្ញៀវគេយល់ទាំងអស់ចង់ឃើញរូបរាងពិតរបស់ Ford EcoSport ឆ្នាំ2020អត់ចង់ឃើញអត់អ្នកទាំងអស់គ្នាចាឥឡូវនេះត្រៀមខ្លួនទាំងអស់គ្នាចាបន្តិចទៀតនឹងបានឃើញជាមួយនៅពិធីសម្ពោធជាផ្លូវការរថយន្ត Ford EcoSport 2020បាទអរគុណអញ្ចឹងឃើញថាកម្មវិធីរបស់យើងដើម្បីផ្ដល់ជូននៅភាពសប្បាយរីកក៏ដូចជាបង្កើននៅអារម្មណ៍រំភើបបាទបន្តិចទៀតយើងនឹងបង្ហាញដោយផ្ទាល់តែម្ដងនៅរូបរាងរបស់ Ford EcoSport ឆ្នាំ2020របស់យើងនៅលើវេទិការបស់យើងក៏ដូចជាជុំវិញសាលពិធីរបស់យើងផ្ទាល់តែម្ដងប៉ុន្តែខណៈពេលនេះគឺយើងសូមអបអរសាទរជាមួយនឹងពិធីសម្ពោធជាផ្លូវការរបស់រថយន្ត Ford EcoSport 2020បានខ្លាំងទាំងអស់គ្នាអរគុណមួយទៀតអរគុណដល់ពិសេសចាដល់ក្រុម Massage Band ចាអរគុណចាអរគុណចាឆ្លៀតនៅក្នុងឱកាសនេះផងដែរយើងខ្ញុំក៏សូមបន្តជាមួយនឹងកម្មវិធីដ៏ពិសេសដោយដែលជម្រាបជូនដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាអញ្ចឹងសូម Massage Band កុំតទៅណា Massage Band សូមនៅទីនេះសិនហើយកុំតទៅណាចាឃើញថារាត្រីនេះគឺជារាត្រីដ៏អស្ចារ្យបំផុតដែលទទួលបាននៅការគាំទ្រពីភ្ញៀវកិត្តិយសទាំងអស់គ្នាចាដោយដែលខ្ញុំនិយាយតាំងពីដើមកម្មវិធីទុកចិត្តអត់ជាប់ទេបាទត្រឹមត្រូវណាស់បាទបានទទួលនៅបាទព័ត៌មានស្ដីអំពីបាទក៏ដូចជាមុខងារពិសេសក៏ដូចជាបច្ចេកវិទ្យាទំនើបឥឡូវនេះបានឃើញដោយផ្ទាល់ជាមួយនឹងរូបរាងដ៏ស្រស់សង្ហានិងការរចនាដ៏ថ្មីស្រឡាងរបស់ Ford EcoSport ឆ្នាំ2020អរគុណច្រើនចានៅក្នុងពេលវេលានេះដើម្បីបង្ហាញជាមួយនឹងភាពជោគជ័យនៃពិធីសម្ពោធជាផ្លូវការរបស់រថយន្ត Ford អូមាន promotion ទៀតហើយពីលោកអគ្គនាយកចាសូមអញ្ជើញបាទ
សូមអរគុណដល់អាយដាមអុកញ៉ាទុំសរុតបាទហៅពូក្លោកខ្ញុំហៅគាត់ពូជួបនៅរាល់ព្រឹកបាទថ្ងៃនេះគាត់រៀងរាល់ Ford ចេញមកគាត់គាំទ្រជាប្រចាំហើយថ្ងៃនេះគាត់គាំទ្រទៀតបាទគាត់កក់យក2គ្រឿងបាទ2គ្រឿងប៉ុន្តែយកនេះតែមួយទេយក Ranger មួយគ្រឿងដែរបាទអញ្ចឹងគាត់យក Wild Track 2021គ្រឿងហើយ Eco Sport 2021គ្រឿងបាទអរគុណគាត់ច្រើនមែនតើតែងតែជួយ support ដល់ក្រុមហ៊ុន Ford ហើយខ្ញុំសូមឲ្យពូមានយោបល់តិច អរគុណបងអូនអគ្គនាយកអមអេហើយស្វាគមន៍គ្រួសារ Ford ទាំងអស់គ្នាពេញចិត្តទេក្រោយពីការបង្ហាញនៅលក្ខណៈបច្ចេកទេសដែលគ្មានគូប្រៀបរបស់ Ford Eco Sport ឆ្នាំ2020ពេញចិត្តទេបើពេញចិត្តសូមសម្លេងស្វាគមន៍ទាំងអស់គ្នាមួយវាជាឱកាសមាសប្រាក់ពីមុនយើងថាអត់លុយដុំទិញឥឡូវនេះដើម្បីឲ្យយើងមានលទ្ធភាពក្រុមហ៊ុន OMA បានសម្រេចចិត្តបង់រំលោះហើយជាយន្តរន 100% ធានាតែថ្មីតែម្ដងហើយមិនគួរឲ្យជឿដែលខ្ញុំបានទៅបំណើទៅធ្វើដំណើរទស្សនកិច្ចទៅឯរោងចក្ររថយន្តយើងទាំងអស់គ្នាមិនជឿទេក្នុងតែ1ម៉ោងផលិតរថយន្តបាន28គ្រឿងចឹងក្នុងរថយន្តមួយចាយតែ1នាទីក្បៀស8តែប៉ុណ្ណោះដែលបានរថយន្ត1គ្រឿងនេះគឺជាភាពអស្ចារ្យថ្ងៃនោះគឺបងអគ្គនាយកហើយនាយកប្រតិបត្តិនៃក្រុមហ៊ុន Ford ក៏បានអញ្ជើញទៅហើយនោះក៏ខ្ញុំមានកិត្តិយសដែលបានបងអូនបានផ្ដល់ឱកាសខ្ញុំបានទៅបានឃើញចាក់ស្ដែងចឹង1ម៉ោង28គ្រឿង28គ្រឿងហើយអត់ទាន់អ្នកជិះទៀត1ម៉ោង28គ្រឿងអត់ទាន់អ្នកជិះទៀតនៅមានច្បាក់នៃការបង់កណ្ដាលកក់លុយមុនហើយច្បាក់រថយន្តទៀតដោយសារអីគឺដោយសាររថយន្ត Ford គ្មានគូប្រៀបនេះឯងលក្ខណៈបច្ចេកទេសស៊ីប្រេងចេញធានាសុវត្ថិភាពហើយកាន់តែទំនើបកាន់តែល្អបាទចឹងគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងណាតើយើងគួររស់នៅដូចតោឬក៏គិតមករស់ដូចមនុស្សអ្វីដើម្បីខ្លួនឯងចឹងការកំណត់ជីវិតគឺយើងជាអ្នកកំណត់ខ្លួនឯង2020ឲ្យអត់អានឹងចាំមើលទៅតែលោកថាតែគ្រូគេឲ្យឡើងនិយាយដើម្បីគ្រាន់តែអីប៉មមិនមែនប៉មទេគេថាស៊ីនហ្មងចឹងសូមអរគុណជូនពរជ័យសិរីមកប្រសើរសុខចម្រើនសិរីសុខស្ដីគ្រប់ក្រុមគ្រួសារ2020រថយន្តថ្មីសេចក្តីសង្ឃឹមរបស់គ្រួសារ Ford អរគុណខ្លាំងមែនតើចាសូមគ្រប់ណែមអរគុណដល់លោកញ៉ាក្លោកចាហើយក៏សូមអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ក្រុមហ៊ុន OMA Cambodia ចាពិសេសគឺជាមួយនឹងការនាំមកជូនចានៅគេហៅថា model ថ្មី Ford ចា Eco Sport 2020បាទសូមឆ្លៀតឱកាសនេះដែរខ្ញុំសូមបង្កាថាសម្រាប់អ្នកដែលទិញរថយន្ត Ford Eco Sport នៅក្នុងថ្ងៃហ្នឹងបាទថ្ងៃហ្នឹងមានតែថ្ងៃហ្នឹងទេគឺយើងថែមជូនម៉ូតូមួយគ្រឿងដែលមានតម្លៃ$1200ម៉ូតូហ្នឹងអញ្ចឹងប៉ុន្តែថែមតែថ្ងៃហ្នឹងទេផុតយប់ហ្នឹងគឺផុតហើយអញ្ចឹងមានតែពេលហ្នឹងទេចាសូមបញ្ជាក់ម្ដងទៀតលោកអគ្គនាយកបានមានប្រសាសន៍ថាបើសិនជាបងប្អូនគាត់ធ្វើការ booking ឬក៏កក់រថយន្ត Ford Eco Sport 2020នៅក្នុងថ្ងៃហ្នឹងមួយគ្រឿងថែមម៉ូតូមួយបាទអស់ចាខ្លាំងមែនតើចាបងប្អូនអរគ្នាលុយទិញយកលុយពេញបងលោកក៏បានយកលុយពេញក៏បានទាំងអស់ដូចគ្នាចាអូលោកអង្ញាឃ្លោកថែមមួយគ្រឿងទៀតដើម្បីយកម៉ូតូចាហើយអ៊ំថ្ងៃនេះគាត់ឡើងមកតែគាត់យកដែរគាត់យកមួយគ្រឿងដែរពណ៌សអញ្ចឹងពុកលោកគាត់យក3គ្រឿងខាងគាត់យកមួយគ្រឿងអរគុណច្រើនអរគុណយ៉ាងពូចាអរគុណចាអរគុណខ្លាំងមែនតើចាជំនុំមកឲ្យចាវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់រថយន្ត Ford ថ្ងៃនេះគឺពិសេសមែនតើចាលោកអមសានដែលជាអគ្គនាយកក្រុមហ៊ុន OMA Cambodia បានបញ្ជាក់ថាចាមានតែថ្ងៃហ្នឹងមួយថ្ងៃគាត់ឲ្យនៅក្នុងម៉ោងដែលយើងសម្ពោធនេះតែប៉ុណ្ណោះដែលបងប្អូនធ្វើការ booking ចារថយន្ត Ford Eco Sport ចាំមួយគ្រឿងគឺថែម
នៅម៉ូតូមួយភ្លាមតែម្ដង អស់ចាមែនតែនបាទអញ្ចឹងដោយតែគាត់បានជម្រាបជូនបែបមកអញ្ចឹងបាទគឺឱកាសដ៏ពិសេសនេះគឺមានតែសម្រាប់រាត្រីនេះទេបាទអញ្ចឹងកក់ឥឡូវ លោកមករឹកកំចាំស្អែក អត់ទៅចាំតែចុះទៅកក់ហើយ មួយពីហ្នឹងពីរអ្នកនាំគ្នាមើលចាមិញហ្នឹងយើងអត់ទាន់បានឃើញរថយន្តពិតប្រាកដទេយើងបានឃើញនៅតាមចាគេហៅថា LED ខាងក្រោយនេះចាបានន័យថាអារម្មណ៍មួយគឺអត់ដឹងទេឥឡូវគឺយើងឃើញពិតប្រាកដគឺរថពុះកញ្ជ្រោលថែមទៀតឥឡូវនេះមិនត្រឹមតែមានតម្លៃពិសេសគេហៅថាមានការបង់រំលោះហើយតម្លៃពិសេសហើយទទួលបាននៅការថែមម៉ូតូថែមទៀតចាអរគុណច្រើនចាហើយឥឡូវនេះផងដែរយើងខ្ញុំក៏សូមក្រុមជ័យវត្តមានរបស់អាយដាមលោកញ៉ាលោកជំទាវលោកលោកស្រីនេះកញ្ញាភីកិត្តិយសទាំងអស់គ្នាចាសម្រួលអេយ៉ាប័តនិងរីករាយជាមួយនឹងកម្មវិធីរបស់យើងជាបន្តពិសេសគឺសូមបន្តជាមួយនឹងការទទួលទានដ៏ឆ្ងាញ់ពិសាជាមួយនឹងពិធីសម្ពោធជាផ្លូវការរថយន្ត Ford EcoSport 2020